បាទតើទៅខ្ញុំឈ្មោះសាន់ប៊ុនណាតសូមស្មូតកំណាព្យមួយបទដែលមានចំណងជើងថាទូកទៅកំពុងនៅជាបទបច្ឆាវតហើយបទបច្ឆាវតនេះគឺមានរបៀបស្មូតចំនួន3យ៉ាងគឺបែបស្មូតបែបបរាភវសូត្រស្មូតបែបសំស្ក្រឹតនិងស្មូតបែបសម្រាយហើយខ្ញុំជ្រើសរើសស្មូតបែបសម្រាយដើម្បីជូនទៅលោកគ្រូអ្នកគ្រូដែលបង្រៀននៅសាលារៀនចំនួនថ្មីទាំងអស់ហើយដែលគាត់បានចាក់ចេញពីគម្រោងសាលានេះដើម្បីទាំងអ្នកនៅបង្រៀនទាំងអ្នកចាក់ចេញហ្នឹងបាននឹករលឹកគ្នាទុកជាអនុស្សាវរីយ៍បានអញ្ចឹងកំណាព្យនេះខ្ញុំតែងតាំងពីថ្ងៃទី29ខែកញ្ញាឆ្នាំ2023បាទអញ្ចឹងយូរយាយហើយអញ្ចឹងសូមសន្តាប់ដូចតទៅបាទទោះបីពីរោះមិនពីរោះក្តីសូមអធ្យាស្រ័យវាគ្រាន់តែជាការតែងឡើងសម្រាប់រំលឹកអនុស្សាវរីយ៍គ្នាទៅវិញទៅមកទូកទៅកំពុងនៅបទបច្ឆាវតស្មូតបែបសម្រាយកំពុងផ្ដាំទូកទូកផ្ដាំកំពុងនឹកដល់ឆោមយងក្បែរតុងដងជីទូកដាលចេញទៅរូបកាយបានឃ្លៀតតែចិត្តនឹកញាតនឹកជាតិគ្រប់គ្រាអង្គាសួនច្បារដើមឈើទាំងឡាយឈបងអួតកាយមិនខ្លាចក្រំគ្រាខំអើតមើលទូកព្រងធ្លាប់ស្គាល់គ្នាធ្លាប់ក្តៅរងាធ្លាប់គ្រាសុខសាន្តអីលើទូកទៅនៅសល់កំពុងស្លាកស្នាមឆោមយងធ្លាប់ចតចិត្តប្រាណមេឃភ្លៀងសស្រិចនឹកដល់ដើមដានមេ
កអើយផ្អាំខានឈប់ភ្លៀងសិនទៅទូហមេឈប់ភ្លៀងក៏ទូកទៅបាត់រីត្រីសូនស្ងាត់ចិត្តតាងនឹកពើសូមព្រៀងនារីទ្រង់ឈរមាត់ផ្លូវជូនទៅដែលទៅឲ្យបានសុខសាន្តបាទសូមអរគុណសូមសុខសប្បាយទាំងអ្នកទៅទាំងអ្នកនៅនឹករលឹកគ្នាទៅវិញទៅមកបាទ